ចាំងរស្មីបើសិនបានបងជាគូថ្ងៃជុំស្រឡាញ់អូនតាមាននរណាខ្លះជំរាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីកម្មវិធីសម្លេងមាសក្នុងដួងចិត្តបានវិលមកសាជាថ្មីនៅក្នុងសប្តាហ៍នេះស្ថិតនៅក្នុងប្រធានបទបេះដូងដដែលព្រោះថាអាណាចក្រនៃបេះដូងគឺមានទំហំធំធេងជាងអាណាចក្រនៃមនុស្សទៅទៀតភាពរីកចម្រើននៃសង្គមរបស់យើងនៅក្នុងពេលបច្ចុប្បន្ននេះគឺស្ថិតនៅលើបេះដូងនិងចិត្តគំនិតទាំងស្រុងនៅពេលដែលចិត្តគំនិតនឿយណាយគឺមានបេះដូងជាអ្នកចែករំលែកនិងជួយបំបត្តិនៅភាពនឿយណាយទាំងអស់នោះក៏ប៉ុន្តែពេលខ្លះបេះដូងក៏រំខានណាស់ដែរនៅពេលដែលបេះដូងឆ្លក់ពង្វេងទៅនឹងរឿងស្នេហាហើយនឹងរត់តែខ្លោចផ្សានឹងគ្រោះថ្នាក់ជាងនេះទៅទៀតនោះគឺនៅពេលដែលបេះដូងទទួលរងគ្រោះនិងទទួលបរាជ័យដោយរឿងស្នេហាបេះដូងនឹងបំផ្លាញអ្វីៗទាំងអស់សូម្បីតែរូបរាងកាយដែលជាម្ចាស់របស់ខ្លួនតើគូដាក់ទោសបេះដូងរបៀបណាទៅបើតាមពុទ្ធបញ្ញត្តិគឺទោសអនន្តរយកម្មទោសសម្រាប់មេដាបៃតារបស់ខ្លួនឯងគិតទៅកាត់មកជាមនុស្សគឺពិតជាពិបាកមែនដូច្នេះសូមទូរទស្សនិកជនស្ដាប់នៅការរៀបរាប់របស់លោកតាស៊ិនស៊ីសមុទ្រពីបេះដូងប្រេះបែកក្រហាយដោយសារតែការផិតក្បត់សូមរីករាយទស្សនានិងស្ដាប់នៅបទមិនស្នេហ៍កុំសាច់បញ្ឈឺដូចតទៅបានជាលួចស្រាយឲ្យខ្ញុំរឿងអ្វីប្រាប់មកឲ្យចំគុំសាគុំយំណាស្រីមិនស្មានប្រាប់ចងពិសេសគុំឲ្យបងនៅសង្ស័យគុំពេលវេលាសពខ្ញុំគុំសាយឲ្យលឺហើយស្រីគុំសាយបាញ់ឈឺឲ្យខ្ញុំកាត់ទាំងក្រំគ្រាស្រីមិនមេត្តាគុំសាយបាញ់ឈឺចិន្តាស្នេហាមានបងខំទេគុំសាយហើយមួយសាយទៀតហើយចង់និយាយទូអត់ឡាបើស្នេហ៍មិនពិតព្រមតែចិនគុំតាមផ្ដំទីខ្ញុំមិនស្មន់តែខ្ញុំខ្លាចណាស់ខ្លាចជួបនឹងស្នេហ៍បោកប្រាំទឹកណាជាវេទនាស្នេហ៍ខ្ញុំជាស្នេហ៍រិស្យាគួរតែខ្ញុំសូមស្មាលាកុំឲ្យក្រំគ្រាព្រួងស្នាជាលួចសាយឲ្យខ្ញុំរឿងអ្វីប្រាប់មកឲ្យចំគុំសាយគុំយំណាស្រីមិនស្មានប្រាប់ចងពិសេសគុំឲ្យបងនៅសង្ស័យក្រុមពេលវេលាសពខ្ញុំគុំសាយឲ្យលឺហើយស្រីគុំសាយបាញ់ឈឺហើយខ្ញុំកាត់ទុំក្រំគ្រាស្រីមិនគុំសាយបាញ់ឈឺចិន្តាស្នេហាមានបងខំទេគុំសាយហើយលួចសាយទៀតហើយចង់និយាយទ្រូងទឹកលះបើស្នេហ៍មិនគិតសូមតែចិនគុំតាមផ្ដំទីខ្ញុំមិនស្មន់តែខ្ញុំខ្លាចណាស់ខ្លាចជួបនឹងស្នេហ៍បោកប្រាំទឹកណា
ទេសភាពដ៏ស្រស់ត្រកាលអមដោយសំឡេងរៃកណ្ដឹងបំពេធម្មជាតិពេលថ្ងៃរៀបលេងស្លឹកឈើបក់រេរំប្រៀបដូចជាវងកេណោកំពុងតែពុតពេលរេរំពីឋានទោសិតរំលេចតោយរស្មីពណ៌មាសជះពីទិសប្រចាំនៃផែនដីមុនពេលស្បៃរាត្រីចូលមកក្របដណ្ដោដែលមនុស្សគ្រប់គ្នាតែងបានជួបមួយថ្ងៃម្ដងនិងជារៀងរហូតព្រោះថាធម្មជាតិពុំតម្រូវឲ្យមនុស្សណាម្នាក់មានជីវិតអមតៈនោះឡើយថ្ងៃរះនិងលិចគឺជាឧបករណ៍វរយៈពេលនៃជីវិតរបស់មនុស្សជាតិម្នាក់សំឡេងរៃពេលល្ងាចគឺជាសភនភាពនៃតន្ត្រីមួយបែបដែលលំអឲ្យលោកានេះកាន់តែមនោរម្យនិងកាន់តែត្រេកត្រអាលនិងគួរឲ្យចង់រស់នៅដូច្នេះជាបន្តសូមទូរទស្សនិកជនរីករាយទស្សនានិងស្ដាប់នៅបទសត្វរៃពេលល្ងាចដូចតទៅ
ចែងចាំងរស្មី ទីបើសិនបានបងជាគូ